សួស្តីមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញមិត្តភក្តិទាំងអស់គ្នាអំពីរបៀបនៃការរកលុយតាម Music X-Ray ដោយគ្រាន់តែស្ដាប់ចម្រៀងគឺយើងអាចបានលុយពីអ៊ីនធឺណិតអូខេកម្មវិធីនេះយើងត្រូវមាន account Music X-Ray មួយហើយការស្ដាប់ចម្រៀងនេះគឺមិនមែនស្ដាប់ដោយឥតកំណត់នោះទេគឺវានឹងមានចម្រៀងឲ្យយើងអូខេនៅពេលដែលយើងកើតមកយើងដាក់អ្នកចម្រៀងចូលទៅហើយនៅពេលដែលអ្នកចម្រៀងនោះចេញ vol ថ្មីចម្រៀងនោះនឹងលោតចូលនៅក្នុង account Music X-Ray របស់យើង direct តែម្ដងហើយយើងគ្រាន់តែស្ដាប់គឺអាចបានលុយអូខេអញ្ចឹងតោះដើម្បីធ្វើវាតោះទៅមើលទាំងអស់គ្នាអញ្ចឹងយើងត្រូវតែមាន email មួយឬក៏ Gmail មួយក៏បាន email កើតតាម Yahoo តាមអីក៏បានដែរឲ្យតែមាន email អូខេយើងចូលមកកាន់ Chrome browser គឺ Chrome អូខេយើងវាយពាក្យថា musicxray.com អូខេ musicxray.com លោកអ្នកអាចចូលនៅត្រង់ video description នឹងឃើញមានអូខេអញ្ចឹងសម្រាប់លោកអ្នកដែលមិនទាន់បានបង្កើត account លោកអ្នកចុចទៅលើ sign up for free បន្ទាប់មកកន្លែង username នេះយើងដាក់ឈ្មោះទៅក៏ប៉ុន្តែឈ្មោះនេះលក្ខណៈឈ្មោះអ្នកប្រើប្រាស់មិនមែនឈ្មោះរបស់យើងតែម្ដងទេអូខេឈ្មោះអ្នកប្រើប្រាស់នេះយើងដាក់ដោយមិនមានដក clear ទេអូខេអញ្ចឹងយើងដាក់មករតសុជាតិអូខេ email អូខេ password verify password ចឹងយើងដាក់ password ម្ដងទៀតមកដាក់ឲ្យដូចគ្នាអូខេចុចទៅលើ create account ចឹងរងចាំវាបន្តិចទៅដោយសារតែបញ្ហាអ៊ីនធឺណិតរបស់ខ្ញុំដើររៀងយឺតតិចអូខេបន្តមកទៀតមកដល់កន្លែង page នេះចឹងយើង select យើងគឺជា fan music fan ឬក៏ artist song owner អូខេបើយើងជា music fan គឺយើងជាអ្នកគ្រប់គ្រងចម្រៀងអញ្ចឹងយើងជាអ្នកស្ដាប់មិនមែនយើងជាអ្នកបង្កើតចម្រៀងអ្នកច្រៀងចម្រៀងទេអញ្ចឹងយើងជាអ្នកស្ដាប់យើងជាអ្នកគ្រប់គ្រងអូខេអញ្ចឹងយើងយកកន្លែង music fan អញ្ចឹង select fan account អូខេអញ្ចឹងរងចាំវាតិចទៅអូខេអញ្ចឹងមានន័យថា account នេះយើងបង្កើតហើយអញ្ចឹងវានឹង connect ទៅកាន់ Facebook របស់យើងនៅពេលដែលលោកអ្នកមកដល់កន្លែងនេះលោកអ្នកត្រូវការ connect ទៅកាន់ account Facebook អញ្ចឹងលោកអ្នកគ្រាន់តែចុចទៅលើ use the account Facebook ក៏ប៉ុន្តែ account Facebook ខ្ញុំនេះបានបង្កើតហើយអញ្ចឹងខ្ញុំមិនអាចបង្កើតបានទៀតទេអញ្ចឹងអូខេអញ្ចឹងខ្ញុំអាចបង្ហាញលោកអ្នកត្រឹមតែប៉ុណ្ណឹងហើយលោកអ្នកចុច use this Facebook account គេនឹងឲ្យលោកអ្នកជ្រើសរើសទៅលើប្រភេទ music ហើយនឹងអ្នកចម្រៀងអូខេអញ្ចឹងមកដល់កន្លែងរើសប្រភេទ music អូខេនេះប្រភេទ music យើងយក easy listening under pop R&B rock align indie journey Coldplay Adele Anik ឥឡូវនេះគឺជាប្រភេទ music យើងអាចរើសបាន5បទ5ប្រភេទអូខេអញ្ចឹងយើងជ្រើសរើស5ប្រភេទហ្នឹងមកហើយបន្ទាប់មក artist interest អញ្ចឹងអ្នកចម្រៀងដែលមានចំណាប់អារម្មណ៍សម្រាប់យើងអញ្ចឹងយើងដាក់មកនេះដាក់តាមនឹងរបស់ខ្ញុំក៏បានដែរអូខេ Michael Jackson មាន Prince មាន Adele អូខេអញ្ចឹងខ្ញុំអាចបង្ហាញមកនេះនៅពេលដែលលើកអ្នកកើតភ្លាមនេះគេឲ្យដាក់ថ្ងៃខែឆ្នាំកំណើតដាក់ភេទដាក់ខេត្តដាក់ទីក្រុងអីចឹងទៅអូខេមកដល់ហើយនេះលោកអ្នកប្រភេទចម្រៀងលោកអ្នកអាចរើសបាន5អញ្ចឹងលោកអ្នកធីកដូចខ្ញុំក៏បានដែរមើលទៅធីកដូចខ្ញុំទៅហើយសម្រាប់អ្នក What popular artist do you listen to អញ្ចឹងលោកអ្នកចង់ស្ដាប់ចម្រៀងតារារូបណាអញ្ចឹងលោកអ្នកអាចជ្រើសរើសដូចខ្ញុំបានឬក៏ដាក់តារាចម្រៀងដែលលោកអ្នកពេញចិត្តក៏បានឲ្យគ្រប់កន្លែងហ្នឹងហើយចុច save អូខេបន្ទាប់ពីដល់កន្លែងហ្នឹងហើយយើងចូលមកកាន់ fan music inbox ចូលមកកាន់ fan music inbox បន្
តមកដល់កន្លែង Fan Music Inbox អញ្ចឹងវានឹង loading ចម្រៀងឲ្យយើងហើយចម្រៀងណាដែលទើបនឹងចេញថ្មីអូខេអញ្ចឹងថ្ងៃនេះខ្ញុំបានតែមួយបទទេអូខេអញ្ចឹងខ្ញុំបាន10សេនគឺលោកអ្នកស្ដាប់មួយបទបាន10សេនអញ្ចឹងខ្ញុំទៅបានស្រាមីមួយបទដែរបាន10សេនអញ្ចឹងថ្ងៃនេះអាចបានមួយបទទៀតអញ្ចឹងពីថ្ងៃនេះអាចបានដល់20សេនអូខេអញ្ចឹងលោកអ្នកអាចស្ដាប់បានអូខេទៅមើលលុយយើងត្រឹមតែ10សេននេះអញ្ចឹងយើងចុចស្ដាប់មកស្ដាប់វាឲ្យចប់ឲ្យបាន30វិនាទីអូខេ30សេកុងចាំបានដល់ហើយទៅយើងស្ដាប់បន្ទូទៀតទៅអូខេ Sun beats down, burns your flames. The west wind blows when fans the flames. Lightning comes. ចឹងយើងស្ដាប់តែ30សេកុងហ្នឹងក៏បានដែរ30វិនាទីអូខេចឹងស្ដាប់30វិនាទីវានឹងឲ្យយើង10សេនអូខេនេះគឺ balance របស់យើងឡើងដល់20សេនហើយចឹងនៅពេលដែលលោកអ្នកមានចម្រៀងច្រើនលោកអ្នកស្ដាប់ត្រឹមតែ30វិនាទីហើយយើងស្ដាប់ម្ដងបាន10សេនម្ដងបាន10សេនចឹងយើងអាចសន្សំបានលុយជាច្រើនអូខេចឹងយើង click ទៅលើ yes I'm a fan អូខេ need to skip នេះសងចឹងយើងអស់ចម្រៀងហើយថ្ងៃនេះបានតែមួយបទអូខេចឹងជួនកាលចម្រៀងអាចជាតារាចម្រៀងរបស់យើងអាចជាចេញវល់មកច្រើនអីចឹងទៅយើងអាចបានច្រើនបទអូខេចឹងលុយយើងអាចឡើងដល់20សេនហ្នឹងចឹងអរគុណសម្រាប់ការទស្សនារបស់លោកអ្នកហើយសម្រាប់វីដេអូថ្មីៗទៀតសម្រាប់ការរកលុយតាមអ៊ីនធឺណិតតាម Facebook ឬក៏តាម YouTube អីសូមចូល Channel របស់យើងខ្ញុំហើយ click subscribe មើលក្នុងវីដេអូរបស់យើងខ្ញុំគឺនឹងមានវិធីនៃការរកលុយតាមអ៊ីនធឺណិតជាច្រើនទៀតចឹងអូខេបាយបាយមិត្តភក្តិទាំងអស់គ្នា